កាលពីព្រេងនាយមានកុមារាម្នាក់ឈ្មោះថាចៅកេងកុកដោយសារតែមានភពសំណាងកើតមកមានរូបរាងខាងក្រៅជាសត្វកេងកុកដ៏អាក្រក់គេត្រូវរស់នៅយ៉ាងឯកោក្នុងខ្ទមតូចមួយនៅឯជើងភ្នំដ៏សែនឆ្ងាយជារៀងរាល់ថ្ងៃគេតែងតែលួចទៅមើលក្មេងៗក្នុងភូមិរត់លេងយ៉ាងសប្បាយរីករាយគេបានត្រឹមតែឈរមើលពីចម្ងាយដោយក្តីស្រណោះព្រោះគេដឹងថាគ្មាននរណាចង់លេងជាមួយសត្វគីងកកដូចរូបគេឡើយតើអ្នកធ្លាប់មានអារម្មណ៍ថាឯកោដែលគ្មាននរណាម្នាក់យល់ពីអ្នកដែរឬទេយុវជនកំសត់រូបនេះបានត្រឹមតែត្រឡប់មកផ្ទះវិញទាំងអារម្មណ៍អន់ចិត្តនិងកណ្ដោយកណ្ដែងជាទីបំផុតប៉ុន្តែគ្មាននរណាម្នាក់ដឹងទេថាសម្បកក្រែកដ៏អាក្រក់នេះគ្រាន់តែជារបស់បិទបាំងកាយប៉ុណ្ណោះការពិតនៅខាងក្នុងពេលគឺជាយុវជនដ៏មានរូបរាងស្រស់សង្ហានិងមានកម្លាំងមហិមាជារៀងរាល់យប់គេតែងតែវឹកហាត់វិជ្ជាគុណនិងមន្តអាគមយ៉ាងស្ទាត់ជំនាញគេអាចប្រែក្រឡាដោះស្រោមចេញបានតែក្នុងពេលវេលាមានអាសន្នស្របតាមបណ្ដាំរបស់ដូនតាប៉ុណ្ណោះពេលខ្លះគេក៏ប្រាថ្នាចង់រស់នៅដូចមនុស្សធម្មតាដែរយប់មួយខណៈពេលដែលគេដោះស្រោមសម្រែកមានសត្វស្លាបមួយចំនួនបានប្រទះឃើញរូបរាងពិតរបស់គេដោយចៃដន្យហេតុការណ៍នេះបានធ្វើឲ្យពាក្យចចាមអារាមសាយភាយយ៉ាងលឿនព្រៃធំលែងស្ងាត់ជ្រងំទៀតហើយរឿងរ៉ាវនៃបុរសសង្ហាដែលមានឈាមជាថ្នាំទិព្វបានលេចលឺគ្រប់ទិសទីពាក្យចចាមអារាមពីមាត់មួយទៅមាត់10ក៏បានលេចលឺថាប្រសិនបើអ្នកណាបានស៊ីសាច់ចៅគីងកុកអ្នកនោះនឹងមានកម្លាំងមហិមានិងទទួលបានជីវិតអមតៈជារៀងរហូតដំណឹងដ៏រសើបនេះបានជ្រួតជ្រាបទៅដល់សោតរបស់ស្ដេចយក្សកំណាចនៅនគរយក្សដោយសេចក្តីលោភលន់ងងឹតងងុលស្ដេចយក្សចង់បានជីវិតអមតៈនោះខ្លាំងណាស់តើមានអ្វីកាត់ឡើងនៅពេលដែលសេចក្តីលោភលន់គ្រប់គ្រងចិត្តស្ដេចយក្សមិនបង្អង់យូរឡើយវាបានបញ្ជាតបរាប់ម៉ឺនអ្នកចិនមកតាមប្រមាញ់យកជីវិតចៅគីងគក់ភ្លាមៗកងទ័ពយក្សមានឫទ្ធិអំណាចសាហាវខកខៅណាស់ពួកវាបោះជំហានជាន់ព្រៃព្រឹក្សាជាន់ភ្នំឆ្លងព្រែកធ្វើឲ្យរំជួយអស់ព្រះធរណីនិងបំផ្លាញអ្វីៗគ្រប់យ៉ាងដែលនៅនឹងមុខភូមិធានដែលពួកវាកាត់តាមត្រូវខ្ទេចខ្ទីគ្មានសល់គោក្របីនិងសត្វពាហនៈត្រូវងាប់រងានចំណែកអ្នកភូមិត្រូវរត់ប្រសាទខ្លះរត់មិនទាន់ក៏ត្រូវយក្សចាប់ស៊ីជាអាហារយ៉ាងគួរឲ្យសង្វេគស្របពេលដែលគ្រោះថ្នាក់កំពុងខាត់ចូលមកដល់យ៉ាងគៀកស្រាប់តែមានសត្វបក្សីដ៏ចិត្តល្អមួយក្បាលដែលរាប់អានចៃគីងកុកបាំងហោះយ៉ាងប្រញាប់ប្រញាល់មកប្រាប់ដំណឹងនេះឲ្យគេដឹងខ្លួនមុនតែអ្នកនឹងជួយសង្គ្រោះអ្នកដែលធ្លាប់រើសអើងអ្នកដែរឬទេទោះបីអ្នកភូមិមិនដែលរាប់រកតែចៅគីងកកមានបេះដូងជាវីរបុរសគេសម្រេចចិត្តមិនរត់គេចខ្លួនឡើយគ្រាន់តែឮដំណឹងឃ្លាមចៅគីងកុកក៏នឹកឃើញដល់បណ្ដាំដូនតាគេមិនបង្អង់យូរឡើយក៏ប្រញាប់រត់កាត់ព្រៃជ្រៅសំដៅទៅកាន់ជ្រលងភ្នំអាតកំបាំងមួយដោយក្តីក្លាហានទីនោះជាកន្លែងដ៏ស័ក្តិសិទ្ធិមានទឹកជ្រោះធ្លាក់បែកផ្កាត្រែងឈូឈូនិងមានអាងទឹកដ៏ជ្រៅមួយនៅកណ្ដាលជ្រលងភ្នំដែលគ្មាននរណាម្នាក់ធ្លាប់មកដល់ឡើយក្រោយពីកំបងទឹកផឹកបំបត្តិការនឿយហត់ចៅគីងកុកបានសម្លឹងឃើញពន្លឺពណ៌មាសចាំងចេញពីបាត់បឹងហាក់ដូចជាមានតេជៈបារមីកំពុងហៅរកគេឲ្យចុះទៅគេក៏ជ្រមុជទឹកចុះទៅក្រោមកាន់តែជ្រៅទៅជ្រៅរហូតដល់បាត់ជ្រលងហើយក៏បានរកឃើញអាវុធទិព្វមួយមានពន្លឺជាងភ្លេកដែលមានឈ្មោះថាលំពេងអ្នកករាជ
អាវុធនេះមិនមែននរណាក៏អាចកាន់បាននោះទេពេលដែលចៅគីង្គក់ចាប់ទាញលំពែងនោះងើបផុតពីផ្ទៃថ្មស្រាប់តែមានរលកថាមពលបោកបក់យ៉ាងខ្លាំងនៅក្នុងទឹកខណៈពេលដែលគេងើបផុតពីផ្ទៃទឹកស្រាប់តែមានសំឡេងគ្រហឹមលាន់រញ្ជួយ ទឹកពុកកញ្ច្រោខ្ទាតសាច់រួចក៏លេចចេញនៅស្ដេចនាគមាសមួយយ៉ាងធំក្រៃលែងស្ដេចនាគមានស្រកាពណ៌មាសមានស្នែងនិងពុកម៉ាត់វែងពោពេញដោយអំណាចតេជោបារមីនាគមាសបានពុតពេនខ្លួនហោះក្រឡឹងលើវេហារួចចុះមកអោនក្បាលគោរពចំពោះមុខគេស្ដេចនាគពោលថាទូលបង្គំមានតួនាទីយាមការពារលំពែងនេះតើមានការអ្វីឲ្យទូលបង្គំបម្រើឬទេចៅគីង្គក់ក៏រៀបរាប់ដំណើររឿងទ័ពយក្សឈ្លានពានរួចក៏ដោះស្រមគីង្គក់ចេញរូបរាងពិតជាយុវជនដ៏សង្ហានិងក្លាហានបានលេចឡើងនាគមាសពោលឡើងដោយអង្អាចថាសូមលោកម្ចាស់គង់ព្រួយបារម្ភអីអញ្ជើញឡើងជិះលើខ្នងខៀវមកយើងនឹងទៅកម្ចាត់ពួកយក្សទាំងអស់គ្នាចៅគីង្គក់ប្រដាប់ដោយលំពែងនាគរាជជិះលើខ្នងអ្នកហោះសំដៅទៅភូមិយ៉ាងលឿនសម្បើមពេលជិតដល់គេក្រឡេកឃើញផ្សែងខ្មៅខ្មួលខ្មាំងចេញពីភូមិធានរបស់ខ្លួននៅឯភូមិវិញពួកយក្សកំពុងតែបំផ្លិចបំផ្លាញនិងរៀបចំសម្លាប់អ្នកភូមិគ្រាន់តែទ័ពយក្សចូលមកដល់ក្បាលភ្លាមចៅគីង្គក់និងនាគម៉ាស់អង្គក៏បានហោះមកដល់ល្មមពីលើវេហៈវត្តមានរបស់ស្ដេចនាគមាសបានបង្កើតជាខ្យល់ព្យុះបោកបក់យ៉ាងខ្លាំងធ្វើឲ្យពួកយក្សផ្អើលវង្វេងចៅគីង្គក់បានលោតចុះមកប្រយុទ្ធដោយផ្ទាល់ជាមួយនឹងកម្លាំងដ៏មហិមាតើអ្នកគិតថាកម្លាំងបាយអាចយកឈ្នះកម្លាំងចិត្តបានទេស្ដេចយក្សបានវាយប្រហារយ៉ាងសាហាវតែចៅគីង្គក់បានប្រើវិជ្ជាគុណរងណាំងនិងវាយបកវិញយ៉ាងរហ័សរហួនចំណែកស្ដេចនាគបានក្រវីកន្ទុយវាយបោកតបយក្សឲ្យដួលបោកក្បាលបាក់ដៃបាក់ជើងអុកគូទើនឹងដីកូនចៅយក្សភ័យរន្ធត់រត់ចោលអាវុធបាតជឿនសព្រាតស្ដេចយក្សខឹងសម្បាយ៉ាងខ្លាំងក៏ស្ទុះមករកចៅគីង្គក់ម្ដងទៀតប៉ុន្តែចៅគីង្គក់បានប្រើលំពែងនាគរាជវាយបំបែកឲ្យក្រោះយក្សខ្ទេចខ្ទីគ្មានសល់ការប្រយុទ្ធគ្នាបានប្រព្រឹត្តទៅយ៉ាងកក្រើករហូតដល់ទីបញ្ចប់មេតបយក្សត្រូវរបួសធ្ងន់ធ្ងរអស់សង្ឃឹមនឹងរត់ទៅរកទៅវិញលែងហ៊ានងាកក្រោយទៀតសង្គ្រាមបានបញ្ចប់ចំណែកឯស្ដេចនាគនិងចៅគីង្គក់ទទួលបានជ័យជំនះយ៉ាងត្រជាក់ត្រចង់ដោយមានត្រឹមតាស្នាមរបួសបន្តិចបន្តួចប៉ុណ្ណោះពេលអ្នកភូមិដឹងថាវីរបុរសដ៏អស្ចារ្យម្នាក់នេះគឺជាចៅគីង្គក់ដែលពួកគេធ្លាប់ស្អប់ខ្ពើមពួកគេក៏រំជួលចិត្តយ៉ាងខ្លាំងហើយលុតជង្គង់សុំទោសចំពោះកំហុសកន្លងមកអ្នកភូមិបានបោះបង់ការរើអើងងាកមកគោរពស្រឡាញ់ចៅគីង្គក់ចេញពីបេះដូងពិតៗពួកគេបានរួមដៃគ្នាសាងសង់ភូមិឡើងវិញដោយក្តីសង្ឃឹមតាំងពីថ្ងៃនោះមកគ្មានសត្រូវណាហ៊ានមកឈ្លានពានទៀតឡើយមនុស្សនិងសត្វទាំងអស់ក្នុងភូមិក៏បានរស់នៅជាមួយគ្នាយ៉ាងសុខសាន្តតរៀងទៅរឿងនេះបង្រៀនឲ្យដឹងថាតម្លៃពិតប្រាកដរបស់មនុស្សមិនស្ថិតនៅលើរូបរាងខាងក្រៅឡើយតែស្ថិតនៅលើទង្វើនិងបេះដូងដ៏ល្អបរិសុទ្ធសូមអរគុណសម្រាប់ការទស្សនា